នេះជាអ្វីម៉ែជួយខ្ញុំផងពួកវាខ្ញុំ សុំទោសឯងប្រែជាបែបនេះទៅហើយ ប្រពន្ធលោកសុងបាននាំមនុស្សមកហើយចាប់ខ្ញុំនឹងលៀនបានយ៉ាងទាន់ពេលវេលា លោកស្រីលូពិតជាព្រះពុទ្ធមែនមិនមើលថែរក្សាកូនស្រីរបស់ខ្លួនហ៊ានមកវាយកូនប្រុសខ្ញុំទៀតហេអ្នកដែលបណ្ដោយកូនប្រុសដូចអ្នកសមនឹងត្រូវគេវាយហើយលោកស្រីលូព្រះពុទ្ធអ្នកពិតជាបោកប្រាស់ខ្លាំងណាស់ខ្ញុំនឹងប្រយុទ្ធជាមួយអ្នកហឹប មេភូមិលីចាំងមកដល់ហើយនេះជាអ្វីឈប់ភ្លាម លោកមេភូមិកូនស្រីខ្ញុំត្រូវគេធ្វើបាបណាស់លោកមេភូមិលីចាំងសូមលោកជួយខ្ញុំផង លោកស្រីលូអ្នកនាំមនុស្សច្រើនណាស់មកទីនេះធ្វើអ្វី លោកមេភូមិលីចាំងថ្ងៃនេះខ្ញុំនិងអ្នកភូមិបានមកទិញស្រូវអង្ករនិងម្សៅហើយក៏បានឃើញវូស៊ុនចិនលួចចូលទៅក្នុងផ្ទះរបស់ស្ត្រីមេម៉ាយសុងលៀនខ្ញុំចង់ចូលទៅចាប់ខ្លួនខ្ញុំគ្រាន់តែយឺតមួយជំហានប៉ុណ្ណោះកូនស្រីខ្ញុំគួរឲ្យអាណិតណាស់អាយុក្មេងសោះត្រូវគេពាក់មួកបៃតងហើយ ក្មេងប្រុសវូអញហ៊ានធ្វើរឿងបែបនេះលោកមេភូមិមិនមែនជាកំហុសខ្ញុំទេសុងស៊ីវជីវរៀបការបាន3ឆ្នាំហើយគ្មានកូនម៉ែខ្ញុំប្រាប់ឲ្យខ្ញុំទៅរកបងប្អូនជីដូនមួយរបស់ខ្ញុំហើយនិយាយថាឲ្យខ្ញុំបន្សល់ពូជពងសម្រាប់គ្រួសារបើសុងស៊ីវជីវមិនអាចបង្កើតកូនបានឯងមិនអាចទទួលយកកូនចិញ្ចឹមមួយទេបងខ្លាចមិនមានកូនប្រុសពីរនាក់ទេហើយអ្វីបានជាត្រូវធ្វើរឿងអាក្រក់បែបនេះលោកស្រីលូអ្នកគិតយ៉ាងម៉េចគុំនិយាយថាគ្រួសារសុងគ្រាន់តែវីវូស៊ុនចិនមួយរំពាត់ប៉ុណ្ណោះទោះជាវីគាត់ឲ្យស្លាប់ក៏អ្នកហៅវីដែរនេះជាកំហុសរបស់គ្រួសារវូប៉ុន្តែលោកស្រីសុងអ្នកធ្វើរឿងនេះធំដុំពេកហើយតើអ្នកចង់បានអ្វីខ្ញុំចង់ឲ្យគ្រួសារវូលេងលេះសុងស៊ីវជីវគ្រាន់តែដើម្បីលេងលេះគ្នាអ្នកធ្វើរឿងនេះធំដុំពេកហើយហេតុអ្វីត្រូវលេងលេះជាមួយគាត់អ្នកមើលវូជាស្រីអាចធ្វើបានតែមិនអាចមើលថែបងប្អូនជីដូនមួយទេស្រីផ្ដេសផ្ដាហ៊ានសុំក្រឡុំគ្នាជាមួយវូមកវាខ្ញុំនឹងវាយអ្នកឲ្យស្លាប់លោកស្រីលូបើអ្នកនិយាយទៀតខ្ញុំនឹងវាយអ្នកលោកមេភូមិខ្ញុំរាល់ថ្ងៃព្រលឹមស្រាងត្រូវក្រោកទៅធ្វើការដូចសត្វពាហនៈធ្វើការរហូតដល់ងាប់ហើយពួកវានៅតែវាយខ្ញុំជានិច្ចធ្វើបាបខ្ញុំនឹងវាយវូស៊ុនចិនខ្ញុំពិតជាមិនអាចរស់នៅទៀតបានទេសូមលោកមេភូមិលីចាងជួយខ្ញុំផងរឿងនេះខ្ញុំនឹងធ្វើជាអ្នកសម្រេចថ្ងៃនេះខ្ញុំនឹងឲ្យវូសម្របសម្រួលជាមួយអ្នកសម្របសម្រួលអ្នកគិតថាល្អពេកហើយគ្រួសារខ្ញុំបានចំណាយប្រាក់ពីដំឡឹងមាសជាថ្លៃបណ្ដាការនៅពេលនោះតើអ្នកគិតថាអាចយកកាបូបទៅហើយចាក់ចេញបានទេយីនិយាយទៀតខ្ញុំនឹងទៅប្តឹងអាជ្ញាធរឲ្យវូស៊ុនចិនត្រូវគេវាយរំពាត់ទោះជាអ្នកវាគាត់ឲ្យស្លាប់ក៏ខ្ញុំមិនព្រមសម្របសម្រួលដែរឈប់ទៅលោកស្រីវូរឿងនេះមិនមែនជាការសម្រេចរបស់អ្នកទេថ្ងៃនេះខ្ញុំធ្វើជាអ្នកសម្រេចចិត្តខ្ញុំយល់ព្រមឲ្យវូស៊ុនចិននិងសុងស៊ីវជីវលេងលេះគ្នាសុងស៊ីវជីវអាចយកទ្រព្យសម្បត្តិទាំងអស់ទៅជាមួយបានហើយគ្រួសារសុងមិនចាំបាច់សងថ្លៃបណ្ដាការរបស់គ្រួសារវូទេហាមអ្នករាល់គ្នាមកចុះហត្ថលេខាទៅអ្នករាល់គ្នាបានចិត្តអ្វីទោះជាលេងលេះគ្នាហើយកូនស្រីអ្នកនៅតែជាមេម៉ាយដែលមិនអាចបង្កើតកូនបានផុយអ្នកគឺជាមេមន់ដែលអាចពងបានមែនទេគួរឲ្យអាណិតណាស់ពងដែលអ្នកពងសុទ្ធតែជាពងស្អុយអ្នកនិយាយអ្វីអ្នកមិនចង់បានចៅប្រុសមែនទេល្អណាស់កូនប្រសារប្រុសដែលអ្នកស្រឡាញ់ស្ត្រីមេម៉ាយសៀវខ្វាភូនោះមានផ្ទៃពោះហើយអ្នកនិយាយអ្វីលៀនឯងមានផ្ទៃពោះហើយខ្ញុំលៀនឯងឆាប់និយាយពិតជាមានផ្ទៃពោះមែនទេពិតជាមានកូនខ្ញុំមែនទេក្មេងនេះច្បាស់ជាកូនរបស់បងប្រុសខ្ញុំហើយខ្ញុំនឹងសៀវជីវរួមដាក់ជាមួយវូស៊ុនចិនមិនទាន់បានមួយខែផងនាងថែមទាំងនិយាយថាមានកូនរបស់គាត់ទៀតមិននឹកស្មានថារឿងនេះត្រូវបានលាតត្រដាងមុនកំណត់នេះខ្ញុំត្រូវនិយាយយ៉ាងម៉េចទៅលៀនឯងឆាប់និយាយពិតមែនទេហើយឯងឆាប់និយាយទៅខ្ញុំមិនដឹងទេប្រហែលជាអត់ទេលៀននិងស៊ុនចិននៅជាមួយគ្នាមិនទាន់បានមួយខែផងធ្វើមិននឹងមានផ្ទៃពោះបានទោះជាមានក៏មិនមែនជាកូនរបស់ស៊ុនចិនដែរអ្នកនិយាយអ្វីថាខ្ញុំនឹងរៀបការជាមួយគ្រូសាវូហើយធ្វើឲ្យគ្រូសាវូទទួលយកសុងសៀវជីវសុទ្ធតែជាអ្នកបោកប្រាស់គ្រូសាវូបើមិនមែនជាការលបួងរបស់នាងខ្ញុំក៏មិនជឿងាយដែរអ្នកមានឬអត់អ្នកឆាប់និយាយឲ្យច្បាស់ម៉ែអ្នកវាលៀនធ្វើអ្វីទោះជាខ្ញុំនឹងសុងសៀវជីវលេងលេះគ្នាហើយបើលៀនពិតជាមានផ្ទៃពោះមែនខ្ញុំនឹងរៀបការជាមួយនាង